សួស្ដីបងប្អូនខ្ញុំតាលូនទូនរស់នៅលើក្បាលមេវដូចជាផ្ទះតូចមួយមេវខ្ញុំវាចង្រៃចូលចិត្តលេងណាស់រត់លេងណាស់ធ្វើឲ្យខ្ញុំវិលមុខហើយមេវរត់ទៅនេះរត់ទៅនោះខ្ញុំអង្គុយលើក្បាលក្រវីក្បាលវក់វីខ្ញុំរងគួរដូចជារញ្ជួយដីបាយក៏ហោះអង្គក៏ជ្រុះអងមេវអើយមេវឈប់រត់ទៅតាលូនទូនលើក្បាលមេវតាលូនទូនលើក្បាលមេវ TikTok ឡើងល្បីហើយមេវថតរូបខ្ញុំដាក់ក្នុងនឹងអ្នកណាក៏សើចពេញនឹងខ្មាស់គេណាគេឃើញខ្ញុំដួលក្នុងវីដេអូនឹងមុខខ្ញុំឡើងស្លេកមេវវាសើចខ្ញុំក៏សើចវាយើងលេងសើចគ្នាពេញមួយថ្ងៃវីដេអូនេះលយ1 2 3មេវឈប់សិនខ្ញុំចង់សម្រាកបន្តិចតែមេវាអត់ស្ដាប់ទេវារត់ទៀតហើយវិលមុខហើយវ៉ាបូតាលូនទូនលើក្បាលមេតាលូនទូនលើក្បាលមេTikTok ឡើងល្បីហើយមេវថតរូបខ្ញុំដាក់ក្នុងនឹងអ្នកណាក៏សើចពេញនឹងមេវរត់ទៅនេះរត់ទៅនោះខ្ញុំអង្គុយលើក្បាលក្រវីក្បាលវក់វីផ្ទះខ្ញុំរងគួរដូចជារញ្ជួយដីបាយក៏ហោះអង្គក៏ជ្រុះអងមេវអើយមេវឈប់រត់ទៅតាលូនទូនលើក្បាលមេវតាលូនទូនលើក្បាលមេវ TikTok ឡើងល្បីហើយមេវថតរូបខ្ញុំដាក់ក្នុងនឹងអ្នកណាក៏សើចពេញនឹងខ្មាស់គេណាគេឃើញខ្ញុំដួលក្នុងវីដេអូនឹងមុខខ្ញុំឡើងស្លេកមេវវាសើចខ្ញុំក៏សើចវាយើងលេងសើចគ្នាពេញមួយថ្ងៃវីដេអូនេះលយ1 2 3មេវឈប់សិនខ្ញុំចង់សម្រាកបន្តិចតែមេវាអត់ស្ដាប់ទេវារត់ទៀតហើយវិលមុខហើយវ៉ាបូតាលូនទូនលើក្បាលមេតាលូនទូនលើក្បាលមេTikTok ឡើងល្បីហើយមេវថតរូបខ្ញុំដាក់ក្នុងនឹងអ្នកណាក៏សើចពេញនឹង